សាលាពន្លឺវិទ្យាអន្តរជាតិ PIS ក្រុងកំពង់ចាមប្រកួតរង្វាន់ជូនយុវសិស្សលីធីតាវឌ្ឍនាដណ្ដើមបានជ័យលាភីលេខ3ទូទាំងប្រទេសក្នុងការប្រកួតសរសេរសម្បត្តិថ្នាក់ជាតិគណៈគ្រប់គ្រងថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាពន្លឺវិទ្យាអន្តរជាតិ PIS សាខាក្រុងកំពង់ចាមបានរៀបចំពិធីអបអរសាទរនិងប្រកួតរង្វាន់លើកទឹកចិត្តជូនដល់យុវសិស្សលីធីតាវឌ្ឍនាដែលបានសាងស្នាដៃដណ្ដើមបានចំណាត់ថ្នាក់លេខ3ទូទាំងប្រទេសនៅក្នុងការប្រកួតប្រជែងសរសេរសម្បត្តិថ្នាក់ជាតិលើកទី5ឆ្នាំ2026ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2026ក្រោមអធិបតីភាពលោកលីមេងសានប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តកំពង់ចាមព្រមទាំងមានការចូលរួមនិងអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយសមេដាបៃតានិងអាណាព្យាបាលសិស្សជាច្រើនអ្នកលោកសេងសុខហ៊ានប្រធាននាយកប្រតិបត្តិសាលាពន្លឺវិទ្យាអន្តរជាតិបានឲ្យដឹងថានៅក្នុងការប្រកួតប្រជែងកម្រិតថ្នាក់ជាតិដ៏ស្វិតស្វាញនេះយុវសិស្សលីធីតាវឌ្ឍនាបានតំណាងឲ្យខេត្តកំពង់ចាមចូលរួមប្រកួតជាមួយបេក្ខជនឆ្នើមសរុបចំនួន2687 នាក់មកពី41សាលានៃបណ្ដារាជធានីខេត្តចំនួន18ទូទាំងព្រះរាជាណាចក្រកម្ពុជាការប្រកួតនេះត្រូវបានធ្វើឡើងក្រោមប្រធានបទដ៏មានសារៈសំខាន់ក្នុងសម័យកាល Digital គឺចូលសរសេរសម្បត្តិទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភព Digital ជាលទ្ធផលយុវសិស្សលីធីតាវឌ្ឍនាបានបង្ហាញសមត្ថភាពយ៉ាងឆ្នើមនិងចាក់ដោតរហូតទទួលបានចំណាត់ថ្នាក់លេខ3នាំយកកិត្តិយសដ៏ខ្ពង់ខ្ពស់មកជូនខ្លួនឯងគ្រួសារនិងសាលាពន្លឺវិទ្យាអន្តរជាតិក្រុងកំពង់ចាមលោកលីសុវណ្ណអភិបាលក្រុងកំពង់ចាមបានថ្លែងថាជ័យលាភីលេខ3ថ្នាក់ជាតិនេះមិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់សាលាពន្លឺវិទ្យាអន្តរជាតិនិងក្រុមគ្រួសាររបស់ក្មួយស្រីប៉ុណ្ណោះទេប៉ុន្តែវាជាកិត្តិយសនិងជាមុខមាត់ថ្មីទៀតសម្រាប់វិស័យអប់រំនៅខេត្តកំពង់ចាមទាំងមូលស្នាដៃនេះបានបង្ហាញឲ្យឃើញពីសមត្ថភាពពិតប្រាកដរបស់ក្មួយសិស្សានុសិស្សដែលអាចប្រកួតប្រជែងស្មើមុខស្មើមាត់នៅលើឆាកថ្នាក់ជាតិលោកអភិបាលក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលទាំងអស់សូមបន្តខិតខំប្រឹងប្រែងរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិនៅក្នុងយុគសម័យ Digital នេះនាឱកាសនោះដែរលោកលីមេងសានប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានកោតសរសើរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់យុវសិស្សលីធីតាវឌ្ឍនាដែលបានលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាជាផ្លែផ្កាចេញពីការតាំងចិត្តខ្ពស់ការយកចិត្តទុកដាក់ណែនាំពីលោកគ្រូអ្នកគ្រូនិងការជ្រោមជ្រែងពីគ្រួសារលោកបន្តថាជោគជ័យនេះក៏ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីគុណភាពអប់រំដ៏រឹងមាំរបស់សាលា PIS ក្នុងការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពសិស្សានុសិស្សឲ្យមានសក្ដានុពលខ្ពស់អាចដើរលើឆាកប្រកួតប្រជែងកម្រិតថ្នាក់ជាតិបានយ៉ាងជឿជាក់នេះជាការជំរុញទឹកចិត្តដ៏ធំធេងដល់សិស្សានុសិស្សដទៃទៀតឲ្យខិតខំសិក្សារៀនសូត្រដើម្បីសាងសមត្ថភាពក្លាយជាតំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់សង្គមជាតិទៅថ្ងៃអនាគត